បងប្អូនមានលុយត្រឹមតែ10000ស្ដើងទិញបានឡានធំតលីហើយចង់ជិះក៏បានរកស៊ីក៏បានចំណេញលើគោហ្មងតោះសួស្ដីបងប្អូនទាំងអស់គ្នាឃើញថាមួយរយៈក្រោយនេះសម្រាប់បងប្អូនគាត់មានអាមេរិកទៅលើឡានតម្លៃយ៉ាងធូរត្រឹមតែ10000ជាង10000ស្ដើងអីណាគឺសម្រាប់បាគៀខានវ៉012 013ឥឡូវនេះគឺមានអាមេរិកច្រើនមែនទែនបងប្អូនគាត់យកទៅប្រើប្រាស់យកទៅរត់ឈ្នួលទេមកគ្រឿងនេះឬក៏អាចថាឆ្នាំផលិតត្រឹមប៉ុណ្នេះគឺស័ក្តិសមសម្រាប់បងប្អូនមែនទែនបងប្អូននេះបាទម៉ាស៊ីនរបស់គេក៏នៅស្អាតមើលទៅគឺនៅសំណុំសឹងថាមិនដែលបានប៉ះពាល់ហ្មងណាបងប្អូនតាបើចូលមើលនៅខាងក្នុងវិញសម្រាប់ឡានមួយគ្រឿងនេះខ្ញុំអាចនិយាយបានថាបើសិនជាបងប្អូនប្រៀបជាមួយនឹង option របស់វាណាឡានខ្លះតម្លៃ3 40000 4 50000អាចប្រៀបជាមួយនឹង option របស់វាបានទេនេះបងប្អូនបាទកៅអី memory set បងប្អូនមែនតើបាទកៅអី memory set ហើយនេះបាទកន្លែងអីណែបាទជន់5ជន់5របស់គេនឹងអាចសេរីឡើងជាប់បានទេបងប្អូនគេនេះបាទជួយមើលតិចណានេះបាទកន្លែងបាទជន់5របស់គេបាទសេរីឡើងចុះបានទៀតមែនទេបាទឆ្នាំ012 013ប៉ុន្តែគាត់ថាញាក់សាច់បាទនៅខាងនោះនេះបងប្អូនណា option បាទបើកដបូលអូយបាទអូតូគូតក្រោយបាទអូតូ3ស្លឹកបងប្អូនអើយបាទឡាននេះគឺថាមែនទេសម្រាប់បងប្អូនដែលគាត់មានកញ្ចក់ថវិកាត្រឹមតែ10000ជាងឯណាយកទៅប្រើលក្ខណៈគ្រួសារក៏បានយកទៅប្រើសម្រាប់ការដឹកជញ្ជូនក៏បានយកទៅរត់ឈ្នួលក៏បានដែរមកគ្រឿងនេះបើនិយាយមែនទេការប្រើប្រាស់វាគឺហាប់ល្អហើយសំចៃមែនទេរត់នៅក្នុងចម្ងាយ100គីឡូប្រហែលជា6ទៅ7លីត្រទេបាទ6ទៅ7លីត្រអាចនឹងខលនឹងផងបើសិនតែយើងរត់ថេណាចុះសម្រាប់បងប្អូនដែលគាត់មានចំណាប់អារម្មណ៍ឬក៏មានតម្រូវការនៅក្នុងការប្រើប្រាស់ជាមួយនឹងតម្រូវការទាំងអស់នោះដូចខ្ញុំបញ្ជាក់អញ្ចឹងទាំងការប្រើប្រាស់ផ្ទាល់លក្ខណៈគ្រួសារឬក៏ដឹកអីវ៉ាន់ក្តីមានកញ្ចក់ថវិកាត្រឹមតែ10000ស្ដើងខ្ញុំណែនាំបងប្អូនមកមើលជាមួយនឹង Kia Carnival ឆ្នាំផលិត2012 2013នេះគឺស័ក្តិសមមែនទេ